សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ជាមួយនឹង Page Mr. Band ម្ដងទៀតហើយបាទហើយថ្ងៃនេះខ្ញុំសង្ខេបរឿងមួយដែលមានចំណងជើងថា Seas on Duty រឿងនេះពិតជាល្អមើលខ្លាំងមែនតើអូខេកុំឲ្យខាតពេលយូរយើងចូលមកទស្សនាទាំងអស់គ្នាតែម្ដងទៅបងប្អូនទាំងអស់គ្នាក៏តន់អាចទៅណាបើសិនជាចង់បានទឹកអប់ដែលមានក្លិនល្អគុណភាពល្អហើយតម្លៃមហាធូរថ្លៃគឺមកហាងរបស់ខ្ញុំ Page របស់ខ្ញុំហ្នឹងគឺត្រូវហើយទឹកអប់ Blue Channel Coco Versace Mix Dior Gucci អីហ្នឹងគឺថាហាងរបស់ខ្ញុំលក់ដាច់ខ្លាំងមែនតើនៅក្នុងមួយរយៈចុងក្រោយនេះគឺថាដាក់អស់រហូតតែម្ដងភ្ញៀវគាត់ពេញចាត់ទិញមួយហើយទិញថែមមួយទៀតពីរទៀតដើម្បីឲ្យបងប្អូនរបស់គាត់អញ្ចឹងគឺថាលក់ដាច់ខ្លាំងមែនតើបងប្អូនយើងទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមានប្រម៉ូសិនទឹកអប់3ដតនៅក្នុងដៃរបស់ខ្ញុំនេះបងប្អូនយើងអាចរើសក្លិនបានតាមចិត្តបងប្អូនទាំងអស់គ្នាតែម្ដង3ដតនេះគឺត្រឹមតែ$20ហើយ free សេវាដែរទូទាំងខេត្តក្រុងឲ្យបងប្អូនទាំងអស់គ្នាថែមទៀតជាធម្មតាខ្ញុំលក់មួយដប$10 3ដបគឺ30ប៉ុន្តែខ្ញុំប្រម៉ូសិន 30% គឺនៅសល់តែ$20ទេ3ដបហ្នឹងថាបើសិនជាបងប្អូនចង់ទិញមួយដប2ដបក៏បានដែរខ្ញុំ discount ឲ្យ20%ថែមគឺលក់ឲ្យជូនតែមួយដប$8ទេបងប្អូនអាចរើសក្លិនតាមចិត្តតែម្ដងខ្ញុំធានាថាក៏អូបយកទៅពេញចិត្តជាប់បាន12ទៅ15ម៉ោងធានាថាពេញចិត្តតែម្ដងបងប្អូនទាំងអស់គ្នាកុំភ្លេចបើសិនជាមានចំណាប់អារម្មណ៍កុំភ្លេចឆាតចូលភ័យណាអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនតើដល់តែយើងសាកបណ្ដឹងថារបស់នឹងល្អមិនល្អមែនទេអញ្ចឹងឲ្យបងប្អូនសាកមើលធានាថាល្អពេញចិត្តលក់ធូរចែកជូនបងប្អូនទាំងអស់គ្នាយកទៅប្រើទាំងអស់គ្នាទេដើមសាហាវនឹងជាមួយនឹងម៉ាហ្វៀពីរក្រុមកូរ៉េជាមួយនឹងជប៉ុនអញ្ចឹងណាហើយកន្លែងហ្នឹងដែរគឺជាព្រំដែនដែលគេកំពុងតែជួញដូរមនុស្សអញ្ចឹងណាពេលដែលមានប៉ូលីសស្រីម្នាក់ចូលមកចាត់ការតែម្ដងដាក់ប៉ាំងហើយវាយគ្នាជាមួយនឹងពួកអាហ្នឹងទៀតប៉ុន្តែមើលទៅពិបាកទប់ទល់ជាមួយនឹងគេខ្លាំងមែនទែនព្រោះថាគ្នាគេច្រើនណោះក៏មានក្រុមស៊ើបអង្កេតមួយក្រុមទៀតចូលមកជួយទៅឯស្រីរបស់យើងហើយក៏ចាត់ការពួកហ្នឹងបានសម្រេចទៅឯស្រីរបស់យើងអត់ពេញចិត្តជាមួយនឹងក្រុមមកស៊ើបអង្កេតហ្នឹងទេព្រោះថារឿងក្តីនេះគឺជារឿងក្តីរបស់នាងអញ្ចឹងណាដល់ពេលមកជួយអញ្ចឹងនាងអស់អារម្មណ៍ក្នុងការធ្វើអីអញ្ចឹងទៅហើយអាប៉ែមួយអាសនេះគឺជាម៉ាហ្វៀម្នាក់ប៉ុន្តែគាត់ព្រមចូលខាងប៉ូលីសព្រមធ្វើជារនុកក្នុងរបស់ប៉ូលីសអញ្ចឹងណាពេលនោះដែរពួកម៉ាហ្វៀហ្នឹងក៏បានដឹងហើយគ្មានទេចាត់ការអាប៉ែហ្នឹងលើឡានតែម្ដងវាយប៉ាំងកញ្ចក់ឡានហ្នឹងបែកខ្ទេចហ្មងសំណាងដែរដែលគាត់រត់មករួចខ្លួនចាប់ពីពេលនោះមកក្រុមប៉ូលីសក៏មានផែនការមួយដើម្បីឲ្យការពារគាត់បើថាមិនការពារទេដឹងថាពួកម៉ាហ្វៀហ្នឹងចូលមកកម្ចាត់គាត់ហ្មងហើយអាប៉ែម៉ាហ្វៀម្នាក់ហ្នឹងមានកូនស្រីម្នាក់ដែលមានឈ្មោះថាណារ៉ាមេបញ្ជាការរបស់ប៉ូលីសហ្នឹងក៏បានចាត់ឲ្យទៅស្រីរបស់យើងធ្វើជាជនបង្ខំចូលទៅក្នុងសាលារៀនដើម្បីចូលទៅក្លំមើលពីសុវត្ថិភាពរបស់ណារ៉ាកូនស្រីរបស់ម៉ាហ្វៀហ្នឹងហើយទៅឲ្យស្រីរបស់យើងនាងឆ្លើយបដិសេធបានទេព្រោះថាអ៊ំរបស់នាងគឺជាមេបញ្ជាការនៅក្នុងតំបន់ហ្នឹងតែម្ដងអញ្ចឹងហើយនាងក៏ព្រមយកព្រមចូលទៅសាលារៀនទៅធ្វើជាសិស្សម្ដងទៀតហើយនៅពេលដែលចូលធ្វើជាសិស្សដឹងកប់សេរីហ្មងដើរវាយគេពេញណាពេញណីហ្មងនៅពេលដែលចូលរៀនថ្ងៃដំបូងមកធ្វើមុខឌឺឆយមកចូលរៀនចូលមកដល់ក្នុងបន្ទប់គ្រូក៏បានប្រកាសថាសិស្សទាំងអស់គ្នាអើយថ្ងៃនេះយើងមានសិស្សថ្មីម្នាក់ចូលរៀននៅក្នុងសាលារៀនយើងដែរផ្ញើឲ្យអ្នកទាំងអស់គ្នាជួយមើលថែគ្នាផងណាចេះស្រឡាញ់គ្នាតើស្រីយើងក៏បាននិយាយថាជំរាបសួរចាស់ខ្ញុំឈ្មោះសុំធុយផ្ញើខ្លួនផ្ញើប្រានផងចាមុខក៏ដើរចូលពុបមានពួកក្បាលខូចតាក់ជើងផ្លឹបកាប់មុខភីងតែម្ដងក៏បានងើបមកស្រែកថាជួយអាណាគេមិនតាក់ជើងអញហើយនៅពេលដែលអង្គុយលើតុហ្នឹងធ្វើមុខឌឺជួយមកធ្វើមុខឲ្យម្នាក់មួយវ៉ាន់តាខ្លាយខ្លាំងមែនតើកំពុងតែអង្គុយរៀនហ្នឹងសិស្សក៏បាននិយាយថាហើយអាចដឹងតែមិនរួចខ្លួនហើយចាំមើលទៅតិចទៀតនឹងមានហ្គេងស្រីមកស្វាគមន៍ឯងតែម្ដងនិយាយមិនតាន់ផុតពីមាត់ហងមកមែនដើរចូលមកហើយក៏រឿងជាមួយនឹងតួឯស្រីរបស់យើងតែម្ដងហើយណាត់តួឯស្រីរបស់យើងណាទៅក្រៅមកផ្លែនេះមានរឿងចង់និយាយជាមួយហើយមេហ្គេងស្រីរបស់គេហ្នឹងមានឈ្មោះថាអ៊ីបបផ្លប់វាឈ្មោះថាអ៊ីបបតោនទៅក្រៅតិចទៅស្រុកយើងតែកភ្លៀងគ្នាឲ្យសុបាយដៃម្ដងនិយាយបដាដល់តែមកតួឯស្រីរបស់យើងបដាតែទៅតែមកតែលេងអញ្ចឹងណាហើយក៏បានដើរចេញទៅតួឯស្រីរបស់យើងក៏បាននិយាយថាអ៊ីបបតើនាងណាត់យើងទៅកន្លែងណាមិញប្រាប់កន្លែងយើងច្បាស់មកយើងទៅជួបនាងអ៊ីបបក៏បាននិយាយថានាងតាមមកតាមយើងមកយើងនឹងនាំនាងទៅផឹកទឹកតែទីចាត់ការម្ដងនៅពេលតាមមកមែនទាំង2ទាំង3នាក់ហ្នឹងត្រូវបានតើស្រីយើងដាក់ឡើងប៉លមកហ្មងធ្វើឲ្យពួកអ៊ីបបហ្នឹងយំទឹកភ្នែកទឹកស្បោតែម្ដងចូលរៀនថ្ងៃដំបូងឡើងកប់សេរីហ្មងវាយគេផ្អើលហើយបន្ទាប់ពីហ្នឹងតើស្រីយើងក៏បានព្យាយាមទៅនិយាយជាមួយនឹងណារ៉ាអញ្ចឹងណាកូនរបស់អាប៉ែម៉ាហ្វៀហ្នឹងប៉ុន្តែណារ៉ាអត់និយាយជាមួយនឹងនាងទេនាងក៏បានសម្រេចចិត្តដើរចេញពីហ្នឹងតែម្ដងប៉ុន្តែតើស្រីយើងក៏បានជួបជាមួយនឹងបុរសម្នាក់សង្ហាខ្លាំងមែនតើគាត់គឺជាតួឯកផងនៅក្នុងរឿងរបស់យើងហ្នឹងហើយតើយើងគឺជាអ្នកលេងប្រចាំនៅក្នុងសាលារៀនហ្នឹងហ្មងខ្លាំងជាងគេហ្មងពួកឲ្យតើស្រីរបស់យើងលងស្រឡាញ់តាំងពីពេលជួបដំបូងហ្មងនៅពេលដែលកំពុងរៀនតើស្រីរបស់យើងគ្មានអារម្មណ៍រៀនអីទេស្ងាត់ចឹងណាងាកមកខ្វាប់ប៉ះជាមួយនឹងតួឯករបស់យើងពងតែកលេងមកអៀនចុយមកហើយបន្ទាប់ពីហ្នឹងក៏គ្មានរៀនដេករហូតដេកនៅក្នុងថ្នាក់រៀនរហូតលោកគ្រូក៏បានឲ្យតួឯករបស់យើងមកធ្វើលំហាត់មួយនៅលើក្តារខៀនប៉ុន្តែតួឯករបស់យើងមិនចេះបើដេករហូតអញ្ចឹងហ្នឹងគ្មានទេគ្រូឲ្យតែឈរនៅក្រៅសាលារៀននិយាយទៅស្ដាច់មនុស្សហ្មងនៅពេលដែលល្ងាចឡើងខាងប៉ូលីសក៏បានរៀបចំកន្លែងស្នាក់នៅក្បែរសាលារៀនឲ្យតួឯករបស់យើងអញ្ចឹងណាហើយក៏មានក្រុមការងាររបស់គេពីរនាក់ទៀតកន្លែងគេរបស់ពួកគេហ្នឹងគឺនៅក្បែរកន្លែងណារ៉ាខ្លាំងមែនតើកន្លែងស្នាក់នៅរបស់ណារ៉ាដែរតែតួឯករបស់យើងព្យាយាមទៅនិយាយជាមួយនឹងណារ៉ាតែនាងអត់និយាយជាមួយទេក៏បានបិទទ្វារប៉ាំងយកតែម្ដងរឿងហ្នឹងអត់សូវសំណាងទេណែមកសំណាងនៅក្បែរបន្ទប់វិញតួឯករបស់យើងណានៅបន្ទប់ជាប់ជាមួយនឹងតួឯកស្រីរបស់យើងហ្មងនាងសប្បាយចិត្តខ្លាំងមែនតើព្រោះថាបាន idol នៅខ្មែរហើយនេះគឺជាក្រុមម៉ាហ្វៀដែលធំជាងគេនៅក្នុងតំបន់ហ្នឹងអាប៉ែមេម៉ាហ្វៀហ្នឹងបានបញ្ជាឲ្យកូនចៅគេទាំងអស់ដេញចាប់ប៉ារបស់ណារ៉ាជាមួយនឹងណារ៉ាមកតែម្ដងដើម្បីយកមកដាក់ទោសអញ្ចឹងណាព្រោះថាប៉ារបស់ណារ៉ាបាននិយាយរឿងរ៉ាវរបស់ក្រុមម៉ាហ្វៀរបស់គេហ្នឹងទៅប្រាប់ប៉ូលីសអស់ហើយអញ្ចឹងហើយត្រូវតែចាប់ប៉ារបស់ណារ៉ាជាមួយនឹងណារ៉ាហ្នឹងមកដាក់ទោសឲ្យបានយល់រួមទៅមកសម្លាប់ចោលហ្មងហើយយើងយកមើលសាលារៀនវិញអ៊ីបបផ្លាប់បានដើរវាយគេធ្វើបាបគេពេញណាពេញណីហ្មងដើម្បី
ដើម្បីទាថ្លៃការពារមានណាប៉ះជាមួយនឹងណារ៉ានាងអត់ព្រមនាងមើលដែរមកទាថ្លៃការពារអីនាងផ្ទះម្ដាយវិញប៉ាំងកដាមុខគ្មានទេអីបោផ្លប់ហ្នឹងក៏បានហៅគ្នាចាត់ការជាមួយនឹងណារ៉ាតែម្ដងដាក់ផាច់ហ្មងប៉ុន្តែក៏បានតើយើងមកជួយហើយក៏បានប្រាប់ទៅកាន់អីបោហ្នឹងថាហេជិតចាក់សិនទៅទុកកម្លាំងទៅប៉ុណ្ណឹងទុកកម្លាំងទៅក្រៅពីនេះងែអីបោហ្នឹងក៏បាននិយាយថាអីចាំមើលយើងនឹងហៅសង្សាររបស់យើងមកចាត់ការជាមួយនឹងឯងពេលនោះដែរសុំថយទៅឲ្យស្បយើងទម្លាក់អានោះប៉ាំងហើយក៏បាននិយាយថាអីបោនាងមានបញ្ហាអត់ចុយថ្ងៃមុនត្រូវម្ដងហើយមិនខ្លាចគ្មានទេដាក់មេប្រុចខ្ទេចហ្មងប៉ះណាប៉ះទៅតែយើងហ្គេងដែរអត់ខ្លាចអាណាផងតាមមុំផ្ទះដាច់ក្បាលខ្ទេចលើហ្នឹងតែយើងក៏បានអង្គុយលេងជាមួយណារ៉ាហើយក៏បាននិយាយទៅកាន់ណារ៉ាថាគាត់ហ្នឹងនឹងមើលថែរក្សាណារ៉ាហើយនឹង take care ណារ៉ារហូតតែម្ដងណារ៉ាឆ្ងល់មែនទែនថាជុំហើយបានចាំមើលថែគេ take care គេអត់យល់នាងឆ្ងល់ខ្លាំងណាស់ហើយងាកមកមើលទូអីស្អីរបស់យើងវិញអីបាប់ហ្នឹងក៏បានហៅទូអីស្អីរបស់យើងមកវាយគ្នានៅខាងក្រៅទៀតប៉ុន្តែពេលហ្នឹងនាងមិនមែនមានតែគ្នានាងទេអាកំាប់សង្សារនាងក៏បានមកដែរហើយមានគ្នារបស់គេប្រហែលអ្នកទៀតមកអែមស្រែមប៉ុន្តែពេលហ្នឹងគេអត់តន់វាយគ្នាទេអាកំាប់ហ្នឹងក៏បាននិយាយទៅកាន់ទៅស្អីយើងថានៅថ្ងៃស្អែកយើងជួបគ្នានៅខាងក្រៅចាំមកយើងចាត់ការជំរុញនាងឯងម្ដងគេមកធ្វើបាបសង្សាររបស់យើងផងណាអូនបាប់គេស្រឡាញ់គ្នាខ្លាំងណាស់ហើយគេមកមើលណារ៉ាវិញពេលនេះឪពុករបស់នាងក៏បានមកលេងនាងអញ្ចឹងណាប៉ុន្តែនៅក្នុងបន្ទប់ទឹកហើយបន្ទប់ទឹកហ្នឹងបន្ទប់ទឹកស្រីទៀតឪពុករបស់នាងបាននិយាយទៅកាន់ណារ៉ាថាពេលនេះក៏បានជួលអង្គរៈម្នាក់ជាមួយនឹងប៉ូលីសប្រហែលអ្នកទៀតដើម្បីមកមើលថែពីសុវត្ថិភាពរបស់ណារ៉ាអញ្ចឹងណាកំពុងតែនិយាយគ្នាហ្នឹងណារ៉ាបានឡុកស្ពីបន្ទប់ទឹកជាប់ហ្មងព្រោះថានៅក្នុងបន្ទប់ទឹកស្រីហ៎គ្មានទេសិស្សប្រហែលអ្នកទៀតមកចុកពូដល់ក៏តើស្អីរបស់យើងបានដើរចូលមកហើយក៏បានសួរថាហើយក៏មិនចូលទៅពូនឹងបាននិយាយថាចូលទៅមិនកើតណាគេឡុកស្វីនៅខាងក្នុងបាត់ហើយយើងចុកពោះខ្លាំងណាចេញក្បាលមកតិចហើយលើចៃមកគ្មានទេតើស្អីយើងរត់បុកប៉ាំងអាទ្វារនឹងលបើកហើយគាត់ក៏បានទៅដួលទៅលើណារ៉ាហើយថើមកគ្នាបន្តិចទៅប៉ុន្តែតើស្អីរបស់យើងក៏បានស្ទុះងើបមកហើយរត់តាមឡានរបស់ពុកណារ៉ាអញ្ចឹងណាព្រោះថាចង់និយាយជាមួយនឹងពុកណារ៉ារត់មកពុបក៏បានជួបជាមួយនឹងពួកក្រុមអាកម្មារបស់សង្សាររបស់អីបបពួកអាហ្នឹងដេញតាមទៀតដេញតាមចាត់ការជាមួយនឹងតើស្អីរបស់យើងទៀតប៉ុន្តែដេញតាមមានតន់ណាតើស្អីរបស់យើងរត់លឿនមែនទែនហើយនាងក៏រត់តាមឡានអត់តន់ដូចគ្នាគ្មានប្រវត្តិសាស្ត្រទេអាណាគេរត់តាមឡានតន់មកសាលារៀនវិញគ្រូនាយកក៏បានដាក់ទោសទៅកាន់តើស្អីរបស់យើងថាតើស្អីរបស់យើងដេញវាយឪពុករបស់សិស្សរួមថ្នាក់បើតែចេះវិញព្រោះថាឃើញរត់ដេញតាមឡានហើយបើសិនបើអត់ហាអាណាព្យាបាលមកទេគេនឹងបញ្ឈប់តើស្អីរបស់យើងចោលតែម្ដងនៅពេលដែលចេញវិញពួកក្រុមអាម៉ាក៏បានឈរចាំតើស្អីរបស់យើងហ្មងព្រោះខឹងហើយខឹងពីម្សិលមិញដេញតាមអត់តន់ហើយចំណែកខាងណារ៉ាវិញក៏មានក្រុមម៉ាហ្វៀមួយក្រុមមកចាប់នាងដែរចំណែកតើស្អីរបស់យើងវិញពងអាក្តៅលឹកជាផងចំតែមិនចេញមកពីផឹកទឹកតែមិញផងក្តៅលឹកជាអីចាត់ការពី3នាក់ហ្នឹងហ្មងទាត់ពោក្នុងមួយជើងប៉ាំងដាក់ពណ៌នោះប៉ាត់ថែមទៀតពណ៌នោះស្រីដូចគោលេខ3អញ្ចឹងលេខមិនគាត់ឈ្នះបើគាត់ប៉ូលីសហ្នឹងហើយពួកនោះតែមកសិស្សសាលាហ្នឹងមែនទេចាត់ការជាមួយនឹងពួកផហើយស្រីហ្នឹងខ្លាចតើស្រីរបស់យើងខ្លាំងមែនតើចាប់ពីថ្ងៃទៅកាត់កតុយលៀបកបោហ្មងលែងហ៊ានហ្មងងាកមកមើលណារ៉ាវិញក៏បានតើយើងមកជួយនាងពួកគ្នាហ្នឹងយើងមើលទៅអាចនិយាយបានថាច្រើនដែរប៉ុន្តែក៏ឈ្នះជាមួយតើយើងដែរតើយើងខ្លាំងមែនតើចាត់ការជាមួយនឹងពួកហ្នឹងដាក់ប៉ាត់ល្អមើលខ្លាំងណាស់ជុំហ្នឹងនិយាយរួមទៅគាត់ fit ហ្មងពេលនោះដែរតើស្រីយើងក៏បានមកដល់ដែរក៏បានលួចមើលអញ្ចឹងណាក៏បានឃើញថាជុំតើយើងហ្នឹងខ្លាំងមែនប៉ាកែមែនទៅហាក់ក្បាច់កូនពួកហ្នឹងមកពីណាប៉ុន្តែពេលនោះដែរតើយើងក៏បានផ្លោតស្នៀតទៅបានមនុស្សធាក់មួយជើងប៉ាំងទៅបងណាទូខ្ទេចហ្មងត្រូវប៉ុណ្ណឹងហើយនៅលើដៃថាអូបងអត់អីទេបងអាចវាយតទៀតបានអត់បញ្ហាអូខេពីងងើបមកក៏បានចាត់ការជាមួយនឹងពួកហ្នឹងតទៀតតែម្ដងដាក់ប៉ាត់ធ្វើឲ្យពួកហ្នឹងដេកខ្ទេចហ្មងហើយជ័យជំនះនេះបានទៅលើតើរបស់យើងតើស្អីយើងក៏បានមកសួរតើរបស់យើងថាតើហាត់វាយគ្នាហាត់ពីណាមកហាត់អីបានជាខ្លាំងម៉េះគាត់ក៏បានលៀបរបួសលៀបអីឲ្យតើរបស់យើងអញ្ចឹងណាព្រោះថាក្រាស់ហ៎នៅពេលដែលត្រឡប់មកផ្ទះវិញតើស្អីរបស់យើងមកដែរញញឹមតែម្នាក់ឯងហ្មងឃើញថាតើរបស់យើងហ្នឹងខ្លាំងមែនតើសង្ហាហើយមានសមត្ថភាពក្នុងការវាយគ្នាខ្លាំងទៀតអញ្ចឹងហើយ feel in love ហ្មងនៅសុកតើយើងក៏បានមកគោះទ្វារតែម្ដងគាត់បើកទ្វារពឹបតើយើងបានមកថើបមាត់ហើយតើយើងក៏បានគិតថាធ្វើម៉េចទៅល្អធ្វើម៉េចទៅចាត់ការហ្មងតាំងពីហ្នឹងចាប់ផ្ដើមថើបគ្នាហ្មងថើបគ្នាយកហ្មងកន្លែងហ្នឹងក្មេងៗក្រយូរ18ឆ្នាំហាមមើលឬនៅតែតាមពិតទៅជាការសម័យរបស់តើរបស់យើងសោះសាមហ្មងចិត្តដល់កន្លែងល្អមើលហ្នឹងយីដល់កហើយនៅថ្ងៃស្អែកបន្តមកអ្នកស៊ើបការម្នាក់ក៏បានបន្លំខ្លួនចូលមកក្នុងបន្ទប់តើរបស់យើងចូលមកធ្វើគ្រូបរិញ្ញាអញ្ចឹងណាប៉ុន្តែតើរបស់យើងក៏បានដឹងដែរថាគាត់ម្នាក់ហ្នឹងគឺជាអ្នកស៊ើបការតើរបស់យើងបានខ្លាំងមែនទែនថាជុំហាត់អីបានជាអ្នកស៊ើបការហ្នឹងមកទៀតអីគាត់ពិតជាធុញខ្លាំងមីសិនរបស់គាត់ជាអ្នកធ្វើហាត់អីបានមានអ្នកស៊ើបការមកជួយទៀតអីអត់យល់តើរបស់យើងអត់ទុកចិត្តជាមួយនឹងអ្នកស៊ើបម្នាក់ហ្នឹងទេព្រោះគាត់បានគិតថាអ្នកស៊ើបម្នាក់ហ្នឹងប្រហែលជាចូលដៃចូលជើងគ្នាជាមួយនឹងពួកម៉ាហ្វៀអញ្ចឹងណាពេលល្ងាចឡើងគេ stress ខ្លាំងពេកក៏បាននាំក្រុមការងាររបស់គេមកអង្គុយផឹកស្រាឆ្ងាញ់ខ្លាំងមែនទែនពេលហ្នឹងក៏ត្រូវ check pot តែម្ដងមានណាគ្រូចាំថ្នាក់របស់គេហ្នឹងបានមកដែរបានទីលក្ខជាតើរបស់យើងទៅតែម្ដងគ្មានទេត្រូវបានគ្រូជេយកតែម្ដងហើយចំណែកអ៊ំប្រុសរបស់នាងហ្នឹងត្រូវបានមកអង្គុយស្ដាប់ឲ្យលោកគ្រូទេសនាថែមទៀតនៅពេលនៅក្នុងឡានអ៊ំប្រុសរបស់នាងបានហុចលុយឲ្យនាងចាយអញ្ចឹងណាពេលនោះដែរអូនវ៉ាន់តាម្នាក់ស្រីវ៉ាន់តាក៏ចោទតើរបស់យើងបានឃើញថាចុំសង្ស័យតើរបស់យើងហ្នឹងរកស៊ីអត់ល្អហ្មងក៏បានដើរមកភពដូចខ្មោចអញ្ចឹង
ហើយក៏បាននិយាយទៅកាន់ตัวใส่បើយើងថាជុំហេតុអីបានចែកធ្វើការអញ្ចឹងអត់ល្អទេហើយបានលុយប្រហែលដែរយើងចង់ធ្វើដែរនេះនៅថ្ងៃស្អែកបន្តមកណារ៉ាក៏បានមកនិយាយជាមួយនឹងตัวឯករបស់យើងមើលឃើញថាตัวឯករបស់យើងគឺជាអ្នកក្រអ្នកអីអញ្ចឹងណាហើយធ្វើការយប់ឡើងទៀតអញ្ចឹងហើយនេះអាណិតខ្លាំងណាស់ពីរអ្នកហ្នឹងក៏បានចាប់ដៃគ្នាធ្វើជាមិត្តភក្តិនឹងគ្នាតែម្ដងចំណែកตัวរបស់យើងវិញអ្នកស៊ើបការហ្នឹងក៏បានហៅគាត់មកជួបហើយគាត់និយាយថាតើឯងគឺជានរណាគេឆាប់និយាយមកនិយាយឲ្យអស់មកយើងចង់ដឹងព្រោះយើងដឹងថាឯងមិនមែនជាកូនសិស្សរៀននៅក្នុងសាលារៀននេះទេតើយើងក៏បានឆ្លើយថាហឺយើងមិនប្រាប់ទេយើងអត់ប្រាប់បែរចង់ដឹងមកសាកទេចង់សាកជាមួយយើងទេអាវ៉ែនតាហើយប្រហែលថ្ងៃក្រោយមកក៏ដល់ថ្ងៃប្រឡងធំនៅក្នុងសាលារៀនហ្នឹងតើសិស្សរបស់យើងគ្មានចេះស្អីមកវាទេចំណែកក្រុមការងាររបស់ហ្នឹងព្យាយាមឲ្យចម្លើយទៅកាន់នាងអញ្ចឹងណាធ្វើដូចរឿងតិនហ្វីហ៎អាពេលតិនហ្វីចូលសាលារៀនមិនពូបោះគេបោះផ្លែប៉ោមបោះឡានបោះអីឲ្យមើលអាហ្នឹងជាចម្លើយ ABC តើសិស្សរបស់យើងក៏អញ្ចឹងដែរប៉ុន្តែគេដាក់កាសនៅក្នុងកញ្ចៀកដាក់ពងទៅសេចម្លើយអូសេសបាយមានណាគ្រូមិនយ៉ាងលកកញ្ចៀកហ្មងគ្រូក៏បានសួរថាធ្វើអីគេហ្នឹងអូក៏តើស្អីបើយើងមកទីចាត់ការតែម្ដងហើយគាត់ក៏និយាយថាតើឯងមានពាក្យអីកែខ្លួនទេមានទេបើគ្មានទេយើងនឹងបណ្ដេញឯងចេញពីសាលារៀននេះហើយពេលនោះដែរតើស្អីបើយើងរហូតនឹងនិយាយអត់ចេញក៏ប្រាប់ថងតែម្ដងថានាងគឺជាប៉ូលីសហើយអ៊ំប្រុសរបស់គេក៏បានដើរចូលមកដែរគាត់ក៏បានប្រាប់ថាពួកគេទាំងអស់គ្នាគឺជាប៉ូលីសហើយចូលនៅក្នុងសាលារៀនហ្នឹងគឺដើម្បីស៊ើបក្តីមួយលោកគ្រូប្រចាំថ្នាក់ហ្នឹងក៏បាននិយាយថាអូខេអត់បញ្ហាទេលោកប៉ូលីសងារទៅការរំពឹងរបស់ណារ៉ាវិញពេលនេះគាត់កំពុងតែជិះយន្តហោះទៅកាន់ប្រទេសមួយផ្សេងទៀតដើម្បីគេចផុតពីពួកអាម៉ាហ្វៀហ្នឹងអញ្ចឹងណាប៉ុន្តែមានណានៅកន្លែងស្ថានីយ៍ហោះហើរហ្នឹងពួកអាម៉ាហ្វៀហ្នឹងបានមកដល់កន្លែងហ្នឹងតែម្ដងគាត់រត់ទៅខាងណាក៏ដូចខ្លួនដែរនៅខាងក្រោយពួកម៉ាហ្វៀចំណែកខាងមុខគឺជាពួកស៊ើបការដែលមកចាប់គាត់ដែរអញ្ចឹងណាប៉ុន្តែពេលនឹងសំណាងដែរមានបុរសម្នាក់ជិះម៉ូតូធំមកប៊ូមបានមកជួយគាត់តែម្ដងរោម៉ូតូងងហុចផ្សែងពេញហ្នឹងធ្វើឲ្យគាត់ហ្នឹងរត់រួចខ្លួនបាត់ទៅហើយអ្នកមកជួយហ្នឹងក៏បានជិះម៉ូតូចេញទៅបាត់ទៅមានណាអាអ្នកស៊ើបការទាញកំភ្លើងមកបាញ់ប៉ាំងធ្វើដួលម៉ូតូព្រុសតែម្ដងប៉ុន្តែតើសិស្សយើងក៏បានចូលមកហើយប្រកែកគ្នាជាមួយនឹងអ្នកស៊ើបការនឹងអញ្ចឹងណាអាពេលមកជិះម៉ូតូក៏បានទីម៉ូតូឡើងប្រូចដែរទៅរួចខ្លួនទៅហើយតើសិស្សយើងក៏រើសបាននាឡិកាមួយគាត់សង្ស័យថានាឡិកាហ្នឹងគឺជារបស់តើយើងប៉ុន្តែនៅពេលដែលគាត់សួរតើយើងបានឆ្លើយថាទេខ្ញុំមិនដឹងអីទេខ្ញុំមកតែផ្ទះហ្នឹងខ្ញុំមិនដឹងរឿងអីណាបន្ទាប់ពីហ្នឹងតើយើងបានឈឺលបោខ្លាំងមែនតើព្រោះថាអ្នកបើកម៉ូតូគឺជាគាត់ប៉ាត់មែនគាត់ត្រូវមកគ្រាប់ហ៎គ្មានទេស្អែកឡើងតើសិស្សយើងបានដឹងច្បាស់ការតែម្ដងថាតើយើងហ្នឹងគឺជាដៃស្ដាំរបស់ឪពុកណារ៉ាមិនត្រឹមតែដៃស្ដាំទេគឺជាឃាតករដៃស្ដាំទៀតបើសិនជាណាគេមកញញ៉ៃជាមួយនឹងណារ៉ាឬក៏ឪពុករបស់ណារ៉ាដឹងតែត្រូវហើយនិយាយរួមទៅគាត់ចូលមករៀននៅក្នុងសាលាហ្នឹងគឺដើម្បីតែមើលថែណារ៉ា take care ណារ៉ាតែម្នាក់គត់នៅពេលដែលស្អែកឡើងដល់ម៉ោងហាត់យូដូតើសិស្សយើងបានខឹងជាមួយនឹងតើយើងខ្លាំងមែនតើគ្រូឲ្យហាត់សមតែគាត់អត់ទេគាត់ដាក់មែនតើហ្មងហើយក៏បាននិយាយទៅកាន់តើយើងថាឲ្យតើយើងហ្នឹងរត់ចេញពីកន្លែងហ្នឹងរយៈពេល24ម៉ោងបើមិនដូច្នោះទេនាងនឹងចាប់តែម្ដងព្រោះថាតើយើងគឺជាឃាតករគាត់ចង់ចាប់តើយើងទេបន្ទាប់ពីហ្នឹងតើសិស្សយើងក៏បានមកនិយាយជាមួយនឹងណារ៉ាថានាងហ្នឹងគឺជាប៉ូលីសហើយចូលមករៀននៅក្នុងសាលាហ្នឹងដើម្បីឲ្យមើលថែណារ៉ាហ្នឹងអញ្ចឹងណាកុំឲ្យត្រូវពួកម៉ាហ្វៀចាប់បានណារ៉ាឬអញ្ចឹងបានអស់ចិត្តជាមួយនឹងតើសិស្សយើងតែម្ដងព្រោះគាត់ថាតើសិស្សយើងគឺជាមិត្តល្អអញ្ចឹងណាដល់ពេលអញ្ចឹងហើយខ្លាចជាប៉ូលីសជាអីអញ្ចឹងទៅនាងក៏អស់ចិត្តរាប់អានជាមួយនឹងតើសិស្សយើងទៅបន្ទាប់ពីហ្នឹងតើសិស្សយើងក៏បាននាំណារ៉ាមកសម្រាប់នៅឯប៉ុស្តិ៍ប៉ូលីសមួយរយៈគ្មានទេនៅពេលដែលយប់ឡើងមានបរិសម្នាក់ចូលមកចាត់ការជាមួយនឹងប៉ូលីសតែម្ដងដាក់ប៉ូលីសប៉ាំងហើយក៏បានជួបជាមួយនឹងអ៊ំរបស់តើសិស្សយើងប៉ុន្តែគេបានជួបជាមួយនឹងណារ៉ាទេដោយសារអីដោយសារតើសិស្សយើងហ្នឹងបាននាំណារ៉ាមកកន្លែងមួយទៀតហើយគ្មានទេហេតុការណ៍នេះធ្វើឲ្យអ៊ំរបស់តើសិស្សយើងហ្នឹងត្រូវរបួសធ្ងន់តែម្ដងមកខកកំភ្លើងនឹងចំកដាពួងហើយបានបាត់បង់ជីវិតបាត់ទៅនៅពេលដែលតើសិស្សយើងបានដឹងពីហេតុការណ៍នេះនាងបានខឹងខ្លាំងមែនតើទឹកភ្នែកហូរផងខឹងផងសំណោះអាឡ័យអ៊ំអញ្ចឹងណាហើយពេលហ្នឹងដែរក៏សយទៀតគ្មានទេមករោងការងាររបស់គេហ្នឹងអាពេលមួយតងហ្នឹងបានក្បត់ជីឡានមកដល់ក្រុមស្ពានក៏បានតែហៅពួកម៉ាហ្វៀមកតែម្ដងចាត់ការជាមួយតើសិស្សយើងជាមួយនឹងណារ៉ាហ្មងពេលហ្នឹងដែរពួកវាក៏បានចាប់ណារ៉ាទៅបាត់ទៅប៉ុន្តែតើសិស្សយើងបានរត់គេចខ្លួនរួចខ្លួនពួកម៉ាហ្វៀហ្នឹងក៏បានតែឲ្យឪពុករបស់ណារ៉ាមកជួបគេបើមិនជួបគេទេណារ៉ាត្រូវស្លាប់នៅពេលដែលមកជួបពឹបអាពេលម៉ាហ្វៀហ្នឹងក៏បានបបោតប៉ារបស់ណារ៉ាហ្នឹងវាយមួយស្មើវាយលក្ខណៈជាកូនប្រុសហ្មងចូលទៅក្នុងអាសនញ្ញដៃហ្នឹងដាក់ឲ្យប៉ាត់ប៉ុន្តែវាយមិនឈ្នះប៉ារបស់ណារ៉ាណាត្រូវបានប៉ារបស់ណារ៉ាដាក់អង្ត្រូហ្មងគ្មានទេអាមេម៉ាហ្វៀហ្នឹងបានឲ្យកូនចៅប្រហែលជា100នាក់មកចាត់ការជាមួយនឹងប៉ារបស់ណារ៉ាដាក់ឡើងប៉លហ្មងពេលហ្នឹងសំណាងដែរមិនស្លាប់កំពុងតែជុំគ្នានៅហ្នឹងហេរ៉ូទាំងពីរនាក់បានចូលមកតែម្ដងតើសិស្សយើងជាមួយនឹងតើយើងបាននាំគ្នាមកតែម្ដងតើសិស្សយើងមកចាត់ការជាមួយនឹងពួកម៉ាហ្វៀចំណែកតើយើងវិញបានមកការពារតកែរបស់គេហើយគ្នារបស់គេប្រហែលជា100នាក់ដាក់ឲ្យពេញណាតែម្ដង2ទល់100ប្រកាសថាមិនឈ្នះគេ100នាក់គេច្រើនតើយើងក៏បានស្រែកថាឆាប់ទៅចាប់អាមេម៉ាហ្វៀហ្នឹងទៅតើសិស្សយើងលឿនអញ្ចឹងក៏បានទៅចាប់អាមេម៉ាហ្វៀយកមកដាក់ក្នុងឡានពេលចាំមកដល់ឡានហើយមានណាតាមពិតទៅអ្នកក្បត់គឺជាអ្នកស៊ើបការហ្នឹងមែនបានយកកំភ្លើងមកភ្ជុងតើសិស្សយើងតែម្ដងហើយអ្នកស៊ើបហ្នឹងក៏ជាអ្នកសម្លាប់អ៊ំរបស់តើសិស្សយើងដែរគ្មានទេកិច្ចពុបកិច្ចតន់ចាត់ការជាមួយអ្នកស៊ើបការហ្នឹងតែម្ដងហើយម្ដងនេះដាក់យកងាប់រស់ហ្មងព្រោះថាវាបានសម្រាប់អ៊ំរបស់តើសិស្សយើងដាក់ប៉ាត់ហើយយកទៅមើលតើរបស់យើងវិញក៏កំពុងតែពិបាកដែរព្រោះថាគ្នាគេច្រើនហើយគាត់តែម្នាក់ឯងទេនៅក្នុងអាធុងដែកហ្នឹងដាក់ទៅដាក់មកត្រូវបានពួកម៉ាហ្វៀហ្នឹងចូលមកគ្រប់ប្រឡោះហ្មងប៉ុន្តែនៅចុងបញ្ច
ចុះក៏ខាងក្រុមប៉ូលីសបាននាំគ្នាមកច្រើនមែនតើដើម្បីបញ្ចាត់ការជាមួយនឹងពួកម៉ាហ្វៀនឹងគ្មានតែកបួយពណ៌ហ្នឹងទៅទាំងអស់ហ្មងហើយក៏បានមកខាត់ឲ្យទៅឲ្យសាប់យើងនឹងថាឈប់វាយអាអ្នកសើនឹងបានហើយបន្ទាប់មកគាត់ក៏បានមកវាយក្រុមការងាររបស់គាត់អាប៉ែមួយទាំងអោដាក់ដឹបគាត់ខាងមែនតើថាអាប៉ែមួយទាំងអោហ្នឹងក្បត់ហ៎តាមពិតទៅអាប៉ែមួយទាំងអោហ្នឹងគាត់អត់ចង់ក្បត់ទេដោយសារតែកូននឹងប្រពន្ធរបស់គេហ្នឹងត្រូវបានពួកម៉ាហ្វៀនឹងចាប់បាត់ហើយបង្ខំឲ្យធ្វើអញ្ចឹងហើយបានគេក្បត់រួចពីហ្នឹងអ្វីគ្រប់យ៉ាងត្រូវបានល្អឡើងវិញសិស្សទាំងអស់គ្នាបាននាំគ្នាធ្វើកម្មវិធីមួយដើម្បីឲ្យទូរស័ព្ទរបស់យើងនឹងចេញពីសាលារៀននេះអញ្ចឹងណាព្រោះថាគាត់មិនអាចរៀននៅសាលារៀនហ្នឹងទេគាត់គឺជាប៉ូលីសហើយចំណែកតើយើងវិញបានជប់ធ្វើជាឃាតករហើយមកសារភាពស្នេហ៍ជាមួយនឹងតួឯកស្រីរបស់យើងតែម្ដងអូខេចុងក្រោយគឺ happy ending គឺអែមស្រែមខ្លាំងមែនតើហ្នឹងហើយមានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាជួបប្រទះតែនឹងសំណាងល្អនឹងរកទទួលទានមានបានពេលនេះខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយ